វាដែលលើកគេនិយាយថានៅពេលដែលយើងត្រូវបានប្រឡងខ្មោចចង់លងយើងឬក៏នៅចិត្តណាគឺយើងតែងតែធំក្លិនផ្សែងធូបអ្វីដែលសំខាន់ហ្នឹងគឺមានអារម្មណ៍ថាតិចចង់ដៃចង់ជើងហ្មងហើយវាក៏ជារឿងប៉ັດមួយដែលបានកាត់ឡើងទៅលើបងស្រីម្នាក់ដែលគាត់បានធ្វើដំណើរទៅលេងនៅក្នុងខេត្តមកកលែងគាត់គេប្រភេទផ្ទះបែបកញ្ចុះណាគឺបែបប្រភេទផ្ទះឈើមាត់ទឹកហើយនៅពេលដែលគាត់កំពុងតែអាំងសាច់ជាមួយនឹងស្វាមីគាត់និងគ្រួសាររបស់គាត់ហ្នឹងណាគឺគាត់មានអារម្មណ៍ថាគាត់គឺតិចដៃមែនតើទាំងដែលគាត់កំពុងតែឈរនៅក្បែរភ្លើងក្តៅនៅតែគ្នាអាំងសាច់ហេតុអីបានជាគាត់តិចចុងដៃចុងជើងហើយឆ្អឹងខ្នងគាត់គឺតិចសើតហ្មងអញ្ចឹងធ្វើឲ្យបងស្រីម្នាក់ហ្នឹងគឺគាត់នឹកឃើញថាប្រហែលជាគាត់ត្រូវបានខ្មោចលងអីក្នុងទីដំបូងឡើយមូលហេតុអីបានជាគាត់ត្រូវបានប្រឡងខ្មោចនឹងលងអញ្ចឹងខ្ញុំសូមនិយាយបកទៅវិញគឺកាលពី2ឆ្នាំមុនហ្នឹងគឺពួកគាត់បានទៅធ្វើដំណើរកំសាន្តគឺដើរលេងនៅក្នុងខេត្តមកកលែងដែលខ្ញុំសូមអបជ័យឈ្មោះទេគឺគាត់បានទៅធ្វើដំណើរទៅគេប្រភេទបែប resort នៅមាត់ទឹកហើយផ្ទះដែលគាត់គេហ្នឹងគឺជាប្រភេទផ្ទះបែបឈើនៅតែគ្នាបែបអាស័យអញ្ចឹងនៅពេលដែលគាត់ទៅហ្នឹងគឺគាត់បានគិតថាគាត់នឹងត្រូវបានជួបខ្មោចអីទេអញ្ចឹងពេលដែលទៅដល់ហ្នឹងគឺម៉ោងប្រហែលជា1កន្លះថ្ងៃត្រង់អញ្ចឹងពេលដែលគាត់ទៅដល់ជុំគ្នាហ្នឹងពួកគាត់បានសម្រាប់គេមកផ្លែតហ្នឹងបងស្រីដែលគាត់បានចែកម្លែកមិញខ្ញុំហ្នឹងគាត់ក៏បានចូលទៅងូតទឹកដើម្បីឲ្យខ្លួនគាត់ស្រស់ស្រាយហើយដើម្បីរៀបចំខ្លួនតែងខ្លួនស្អាតថតរូបចឹងទៅពេលដែលគាត់កំពុងតែងូតទឹកហ្នឹងអ្នកទាំងនេះដឹងមិនអត់ខ្ញុំសូមបញ្ជាក់ថាបន្ទប់ទឹកដែលគាត់ងូតហ្នឹងគឺមិនមែនជាទឹកផ្កាឈូកយើងមួយទេគឺជាប្រភេទបោយនៅតែគ្នាបាក់ទឹកមកឌូបោយនឹងចាក់លើក្បាលងុយទឹកកក់សក់អីចឹងទៅអញ្ចឹងពេលដែលគាត់កំពុងតែពេលកក់សក់ហ្នឹងណាគាត់កំពុងតែងុយទឹកដួសទឹកបោយចាក់ឈួតហ្នឹងឯងសេតគាត់ឃើញមានសក់នៅតែគ្នាសក់វែងមែនតើនៅក្នុងអាកាធុនទឹកគាត់ងុយទឹកហ្នឹងអញ្ចឹងមកស្រីនឹងដំបូងឡើយគឺអត់គិតថាខ្មោចអីទេគិតថាផ្ទះហ្នឹងមើលទៅដូចអត់ clean អត់ស្អាតអត់សម្អាតអីចឹងណាអញ្ចឹងគាត់ក៏បានយកសក់ហ្នឹងចេញហើយធ្វើការងុយទឹកបន្តទៅពេលដែលគាត់ងុយទឹកទៀតហ្នឹងសេតគាត់ឃើញសក់វែងទៀតអញ្ចឹងមកស្រីបែបហ្នឹងគឺគាត់មានអារម្មណ៍ថាអត់ស្រួលទេគាត់ក៏បានបើកបន្ទប់ទឹកហើយយកសក់ហ្នឹងទៅឲ្យប្តីគាត់មើលក៏បញ្ជាក់ថានៅពេលដែលគាត់បានយកសក់ដែលវែងហ្នឹងយកឲ្យប្តីគាត់មើលប្តីគាត់គឺចាប់ផ្ដើមបាត់មុខបាត់ក្រហ្មងប៉ុន្តែប្តីគាត់ហ្នឹងក៏បាននិយាយទៅកាន់ប្រពន្ធថាអីទេអូនប្រហែលជាបុគ្គលិកគេសម្អាតបន្ទប់ហ្នឹងអត់ស្អាតចឹងហើយយកសក់ហ្នឹងបោះចោលឲ្យងុយទឹកទៅរៀបចំតែងខ្លួនថតរូបទៅអារៀបចំអាំងសាច់ញ៉ាំអីចឹងគីឡូម៉ាក់ប៉ាយើងឃ្លានអីចឹងទៅអញ្ចឹងគាត់ក៏អត់លេងកាត់ពីរឿងហ្នឹងទៅក៏ចាប់ផ្ដើមមួយទឹកសម្អាតខ្លួនតែងខ្លួនអីចឹងទៅបន្ទាប់ពីគាត់រៀបចំខ្លួនហើយបានថតរូបចំគ្រួសារហើយពួកគាត់ចាប់ផ្ដើមធ្វើការអាំងសាច់ដើម្បីញ៉ាំអញ្ចឹងខ្ញុំសូមបញ្ជាក់ថាកញ្ចក់ដែលគាត់គេនេះគឺមាន2កញ្ចក់មួយប្តីប្រពន្ធនិងកូនរបស់គាត់កញ្ចក់មួយទៀតគឺជាកញ្ចក់របស់ម៉ាក់ប៉ារបស់គាត់ចឹងទៅអញ្ចឹងគឺមកអាំងសាច់នៅកញ្ចក់របស់គាត់អញ្ចឹងពេលដែលកំពុងតែអាំងសាច់ទាំងបងស្រីនឹងគឺគាត់ចាប់ផ្ដើមតែអាំងចុះឡើងនោះស្រាប់តែមានអារម្មណ៍ថាមានគេចូលក្រោយខ្នងគាត់ទាំងដែលខូចខ្នងគាត់ហ្នឹងគឺជាទឹកឯអ្នកទាំងគ្នាយល់ថាដូចថាយើងដាក់ទឹកនៅមុខកន្ទប់ចឹងទៅមានវេដងដាអញ្ចឹងគឺគាត់អាំងសាច់នៅក្បែរកន្លែងមាត់ទឹកហើយគាត់ឈរបែរខ្នងទៅទឹកទេហេតុអីបានជាគាត់មានអារម្មណ៍ថាមានគេឈរនៅខាងក្រោយខ្នងគាត់ទាំងដែលក្រោយខ្នងហ្នឹងគឺមានអីជាន់ឯគឺជាទឹកសុទ្ធតែម្ដងអញ្ចឹងមកស្រីហ្នឹងគឺចាប់ផ្ដើមមានអារម្មណ៍ថាអត់សូវស្រួលទេតាំងពីពេលដែលចូលមួយទឹកបតបោកហ្នឹងគឺឃើញសក់វែងបាត់ហើយអានោះនឹងចាប់ផ្ដើមមានអារម្មណ៍ថាមានគេឈរចិត្តអញ្ចឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់សូវស្រួលទេក៏បន្តការអាំងសាច់ញ៉ៃចាំទៅអត់ចង់ឲ្យកម្មវិធីនឹងវាមកអដំណើរការដូចថាថ្ងៃដែលយើងឈប់សម្រាប់ពីការងារមកដល់លេងហ្នឹងយើងមិននិយាយរឿងផ្លែកប្រាប់ម៉ាក់ប៉ាអីចឹងណាអញ្ចឹងគាត់ក៏បន្តការអាំងសាច់ទៀតទៅគឺដូចមានអ្វីមួយយ៉ាងមកបុកឡើងទៅជាមែនតើនៅក្នុងគាត់គឺទៅជាដល់សើបមកហើយស្បែកគាត់ឡើងភឺសបរអស់ហើយចង់មកស្រីហ្នឹងគាត់គិតថាអូយប្រហែលជាឈឺអីចឹងណាដែលសារតែគាត់ដូចថាអត់ស្រួលខ្លួនហ្មងថ្ងៃហ្នឹងគឺជួបហេតុការណ៍ផ្លែកមែនតើចឹងគាត់ក៏បានប្រាប់ប្តីគាត់នឹងឲ្យយកអាវខែឲ្យគាត់នឹងជាមួយនឹងថ្នាំមកគ្រាប់ដើម្បីលេបដូចថាប្រហែលជាគាត់អត់ស្រួលខ្លួនអីចឹងទៅចង់មកស្រីហ្នឹងបន្ទាប់ពីគាត់អត់ស្រួលខ្លួនហើយគាត់ពាក់អាំងហើយគាត់ក៏អង្គុយប្តីគាត់មកអាំងសាច់ម្ដងអញ្ចឹងនៅពេលដែលគាត់កំពុងតែអង្គុយនៅតែដឹងមិនអត់គឺញ៉ាំចាំទៅគឺខ្មោចហ្នឹងគឺឡងតែគាត់ឯងគឺគាត់បានមានអារម្មណ៍ថាមានគេយកដៃមកចាប់លើស្មាគាត់ទាំងដែលអ្នកទាំងអស់គ្នាហ្នឹងគឺគេអង្គុយនៅមុខវេដងដែរគាត់នឹងអង្គុយបែរទៅកញ្ចក់អ្នកទាំងគ្នាកញ្ចក់ក្នុងបន្ទប់ប៉ុន្តែកញ្ចក់ហ្នឹងគឺបើកទ្វារមកចំហៀងចង់គាត់មានអារម្មណ៍ថាមានគេដាក់ដៃលើស្មាគាត់ហ្មងចង់បងស្រីហ្នឹងគឺគាត់ស្រែកចាច់ពេញហ្នឹងហ្មងហើយគាត់ប្រាប់ម៉ាក់ប៉ាគាត់ពីដំណើរដើមតងគាត់ថាអុយម៉ាក់អើយខ្មោចលងខ្ញុំហើយនៅនឹងគេអត់បានទេចង់ម៉ាក់ប៉ាគាត់ហ្នឹងក៏បានសម្រួលកូននៅថាអត់អីទេកូនយើងសុំកុមារទៅគេទៅយើងអត់បានតែធ្វើអីគេទេដែលសារតាអ្នកទាំងនេះហ្នឹងហើយគឺពេលហ្នឹងគឺវាយប់ដែរទៅរកតែសំណាក់អីតន់ទេអ្នក
តគ្នាអញ្ចឹងម៉ាក់ប៉ាគាត់ក៏សម្រេចចិត្តនិយាយថាបើសិនជាកូនគិតថាប្រហែលជាមានព្រលឹងខ្មោចអីអញ្ចឹងទៅកូនអុជធូបសុំកម្មាទោសគេទៅហើយយើងនាំគ្នាទៅទិញកញ្ចុះរបស់ម៉ាក់ប៉ាទាំងអស់គ្នាផ្លែមកស្អីម៉ែហ្នឹងគឺគាត់អត់ព្រមទេគាត់ថាត្រូវតែចេញពីផ្ទះហ្នឹងដោយសារតែម៉ាក់ប៉ាគាត់ហ្នឹងគឺបានសម្របសម្រួលតែគ្នាម៉ាក់ប៉ាគាត់ហ្នឹងបាននិយាយថាឲ្យតែគេនៅកញ្ចុះជុំជាមួយនឹងម៉ាក់ប៉ាទៅជាអៀតទៅមានអ្នកគេងឥតអីខ្លះចឹងទៅចុះមកស្អីហ្នឹងក៏បានព្រមទៅតាមម៉ាក់ម៉ោង 11:40 នាទីយប់ពេលហ្នឹងគឺពួកគាត់បានរៀបចំគេងសម្រាប់អស់ហើយគឺនៅកញ្ចុះម៉ាក់ប៉ាគាត់កញ្ចុះគាត់ហ្នឹងគឺទុកចោលតែគ្នាអញ្ចឹងដល់ពេលដែលបងស្រីម៉ែហ្នឹងកំពុងតែគេងហ្នឹងខ្ញុំសូមបញ្ជាក់ថាបន្ទប់ម៉ាក់ប៉ាគាត់ហ្នឹងគឺមានខែតែមួយទេអញ្ចឹងម៉ាក់ប៉ារបស់គាត់នៅសម្រាប់ចិត្តថាគេនៅឥតឲ្យកូនហ្នឹងគេនៅលើពូកទៅជាមួយនឹងប្តីឲ្យគ្នាចឹងទៅដោយសារតែម៉ាក់ប៉ាគាត់ហ្នឹងសុខចិត្តលាក់បងកន្លែងឲ្យកូនទី1កូនមានអារម្មណ៍ថាអត់ស្រួលចឹងទៅចុះម៉ាក់ប៉ាគាត់ហ្នឹងក៏បានសម្រានលក់ឲ្យបងស្រីហ្នឹងក៏បានសង្ងំគេងទៅពេលដែលខ្ញុំកាន់តែខ្លាចមែនតើនៅពេលដែលគាត់បានប្រាប់ខ្ញុំហ្នឹងក៏បាននិយាយថាពេលដែលគាត់គេងហ្នឹងគាត់មានអារម្មណ៍ថាធំក្លិនផ្សែងធូបអ្នកនរគ្នាគឺទាំងដែលបន្ទប់គាត់គេងហ្នឹងគឺញ៉ាំចាំទៅគឺដាច់ពីគ្នាអ្នកនរគ្នាអាយល់ថាកញ្ចុះនៅមាត់ទឹករបៀបថាឈើហើយដាច់ពីគ្នាហេតុអីបានជាធំក្លិនផ្សែងធូបចុះមកស្រីហ្នឹងក៏បានងើបឡើងមកអង្គុយហ្មងគឺគាត់អត់មានចាំយូរទេគាត់ដឹងថាប្រហែលជាគាត់ធ្វើឲ្យខ្វាច់លោទៀតហើយគាត់ដាស់ប្តីគាត់ប៉ុន្តែប្តីគាត់នឹងគឺអត់លឺគាត់ដាស់ទេម៉ាក់ប៉ាមកគាត់នឹងគាត់លឺគាត់ដាស់ដែរអញ្ចឹងគាត់ចាប់ដើមមានអារម្មណ៍ថាគាត់ខ្លាចខ្លាំងមែនតើគាត់សេផងអីផងប៉ុន្តែគឺមិនមានអ្នកណាគេលឺគាត់ទេហើយពេលដែលគាត់ធំក្លឹមផ្សែងធូបហ្នឹងវាគឺជាការយល់សប្តិរបស់គាត់ដែលអ្នកគ្នាយល់នឹងនិយាយអត់ដូចថាគាត់គេងលក់ហើយគាត់យល់សប្តិថាគាត់នឹងយប់ធំក្លឹមផ្សែងធូបហើយគាត់ងើបមកកែប្តីគាត់កែប៉ែម៉ាក់គាត់អត់លឺអីចឹងទៅអញ្ចឹងគាត់ក៏បានងើបពីគេងមកវាគាត់ផឹកគេគាត់ងើបពីគេហ្នឹងគាត់បាក់ញើសសាក់ខ្លាំងមែនតើហើយប្តីគាត់ហ្នឹងក៏បានហត់ទៅអោបគាត់ព្រោះថាដឹងថាប្រពន្ធប្រហែលជាយល់សប្តិអាក្រក់អីទៀតហើយបងស្រីវិញហ្នឹងគឺគាត់ចង់និយាយច្រើនទេគឺនាំគ្នារៀបចំអបានហើយពេលដែលទៅដល់ឡានជីកទៅដល់កន្លែងញ៉ាំបាយពេលថ្ងៃនឹងហើយចាំប្រាប់ប៉ាជាមួយនឹងប្តីគាត់មកទៅតែតើគ្នានេះគឺជាបទពិសោធន៍រឿងខ្មោចមួយដែលខ្ញុំទទួលបានពីបងស្រីម្នាក់ដែលគាត់គឺជា follower ក្នុង TikTok ខ្ញុំដូចគ្នាគាត់បាននិយាយថាវាគឺជាលើកទី1ក្នុងជីវិតរបស់គាត់ហើយដែលគាត់បានជួបរឿងប្លែកៗអញ្ចឹងទី1មកដល់អូតែនឹងព្រាមមួយទឹកឃើញសក់វែងមែនតើនៅក្នុងធុងមួយទឹកទី2កំពុងតែឈរអានសាច់មានអារម្មណ៍ថាគេឈរក្រោយខ្នងទាំងនៅកន្លែងហ្នឹងគឺជាទឹកតែគឺមានអីឈរកៅរៃទី3មានអារម្មណ៍ថាមានដៃដាក់នៅលើស្មាទាំងនៅកន្លែងដែលគាត់អង្គុយហ្នឹងគឺអត់មានមនុស្សនៅក្រោយខ្នងគាត់ទេគឺគេអង្គុយនៅមុខគាត់ទាំងអស់ហ្មងទី4គាត់យល់សប្តិឃើញមានធំក្លឹមផ្សែងធូបហៅប្តីហៅម៉ាក់ប៉ាអត់ងើបទាំងអស់អញ្ចឹងគាត់មានអារម្មណ៍ថាវាជាបទពិសោធន៍រឿងខ្មោចមួយដែលព្រឺរំខាំងមែនតើគាត់នៅតែដល់ចាប់អារម្មណ៍ទោះបីជារឿងនោះរយៈពេល2ឆ្នាំក៏ដោយអូខេអ្នកតាភ្នៀបើសិនជាអ្នកតាភ្នៀចូលចិត្តនៅការសម្ដែងរបស់ខ្ញុំកុំភ្លេចឲ្យបេដូវីដេអូនេះផងហើយខ្ញុំសូមអភ័យទោសផងដោយសារតែមករយៈហ្នឹងគឺខ្ញុំរវល់មែនតើគឺខ្ញុំមានពេលវេលាមិននិយាយខ្មោចទៅជួនអ្នកតាភ្នៀប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំត្រឡប់មកវិញហើយតែអ្នកតាភ្នៀនៅតែគ្រប់គ្រងក្នុងការនិយាយខ្មោចរបស់ខ្ញុំអញ្ចឹងជួបគ្នាវីដេអូក្រោយទៀតបាយបាយ